អ្វីអាមេរិកចោទប្រកាន់ប្រធានាធិបតីវេណេស៊ុយឡាតើអ្នកធ្លាប់ឮព័ត៌មានថាសហរដ្ឋអាមេរិកចោទប្រកាន់ប្រធានាធិបតីវេណេស៊ុយឡាដែរឬទេហេតុអ្វីបានជាប្រទេសមហាអំណាចមួយហ៊ានចេញពីការចាប់ខ្លួនមេដឹកនាំរដ្ឋអធិបតេយ្យថ្ងៃនេះយើងនឹងមកពន្យល់អំពីមូលហេតុពិតដោយផ្អែកលើប្រវត្តិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច1ស្ថានភាពនយោបាយវេណេស៊ុយឡាវេណេស៊ុយឡាគឺជាប្រទេសសម្បូរធនធានប្រេងជាងគេនៅលើពិភពលោកប៉ុន្តែក្នុងរយៈពេលជាង10ឆ្នាំចុងក្រោយនេះប្រទេសនេះបានធ្លាក់នៅក្នុងវិបត្តិសេដ្ឋកិច្ចនិងនយោបាយធ្ងន់ធ្ងរបន្ទាប់ពីលោក Hugo Chavez បានស្លាប់លោក Nicolas Maduro បានឡើងកាន់អំណាចចាប់តាំងពីពេលនោះមករដ្ឋាភិបាលត្រូវបានចោទប្រកាន់កាន់អំណាចបែបផ្ដាច់ការក្រាបបាក់ប្រឆាំងនិងបំផ្លាញលទ្ធិប្រជាធិបតេយ្យ2អាមេរិកចោទប្រកាន់អ្វីខ្លះនៅឆ្នាំ2020ក្រសួងយុតិធម៌សហរដ្ឋអាមេរិកបានចោទប្រកាន់លោក Nicolas Maduro និងមន្ត្រីជាន់ខ្ពស់ជាច្រើនអ្នកទៀតថាបានជួញដូរគ្រឿងញៀនជាលក្ខណៈអន្តរជាតិសហការជាមួយក្រុមគ្រឿងញៀនការលាងលុយរាប់ពាន់លានដុល្លារនិងអំពើពុករលួយធនធានសហរដ្ឋអាមេរិកបានអះអាងថាមានបណ្ដាញមួយហៅថារដ្ឋាភិបាលគ្រឿងដែលប្រើប្រាស់ប្រេងនិងអំណាចដើម្បីការពារការជួញដូរគ្រឿង3 Narco Terrorism គឺជាអ្វីសហរដ្ឋអាមេរិកប្រើពាក្យថា Narco Terrorism មានន័យថាការប្រើប្រាស់គ្រឿងញៀនគឺជាឧបករណ៍បំផ្លាញសង្គមនិងសន្តិសុខប្រទេសផ្សេងតាមការចោទប្រកាន់គ្រឿងញៀនត្រូវបាននាំចូលទៅសហរដ្ឋអាមេរិកដោយមានការពីមន្ត្រីរដ្ឋដើម្បីរកប្រាក់និងអំណាចនយោបាយហេតុអ្វីបានជាមិនអាចចាប់ខ្លួនបានសំណួរធំបំផុតគឺហេតុអ្វីបានជាអាមេរិកមិនអាចចាប់ខ្លួនលោកបានចម្លើយគឺលោក Maduro នៅកាន់អំណាចស្ថិតនៅក្នុងប្រទេសវេណេស៊ុយឡាអាមេរិកមិនអាចលុបដែនអធិបតេយ្យភាពប្រទេសផ្សេងបានដូច្នេះអាមេរិកអាចតែចេញពីការចាប់ខ្លួនដាក់ទណ្ឌកម្មសេដ្ឋកិច្ចកំណត់រង្វាន់ជាប្រាក់សម្រាប់ព័ត៌មាននាំទៅការចាប់5ផលប៉ះពាល់លើប្រទេសវេណេស៊ុយឡាការដាក់ទណ្ឌកម្មនិងវិបត្តិនយោបាយបានធ្វើឲ្យសេដ្ឋកិច្ចប្រទេសដួលរលំប្រជាជនជួបអតិផរណាខ្ពស់កង្វះអាហារនិងថ្នាំអំពើហិង្សាខ្ពស់ជាលទ្ធផលមនុស្សជាង7លាននាក់បានរត់ភៀសខ្លួនពីប្រទេសខ្លាយជាវិបត្តិជនភៀសខ្លួនធំបំផុតមួយនៅលើពិភពលោកករណីវេណេស៊ុយឡាបានបង្ហាញអំណាចនិងធនធានមិនអាចធានាជោគជ័យប្រទេសបានទេបើសិនបើគ្មានការគ្រប់គ្រងល្អនិងតម្លាភាព